សម្រាប់ចូលបញ្ជីឲ្យវិបកគ្រប់ចំណុចដែលហ៊ានឈានពានថៃបាញ់មកលើកម្ពុជាក្រោយកម្ពុជាអត់ធ្មត់ជាង24ម៉ោងក្រោយការអត់ធ្មត់លើស24ម៉ោងដើម្បីគោរពនៅបទជប់បាញ់និងត្រូវការពេលវេលាដើម្បីជំនះប្រជាជនចេញមកតំបន់សុវត្ថិភាពកាលពីល្ងាចម្សិលមិញថ្ងៃច័ន្ទទី8វិរៈអង្គទ័ពកម្ពុជាបានតបតបន្ថែមដោយយុគមិញនិងព្រឹកថ្ងៃអង្គារនេះតាមរយៈសំណេរបញ្ជាក់លើបណ្ដាញសង្គមនៃព្រឹកថ្ងៃច័ន្ទនេះសម្ដេចតេជោហ៊ុនសែនបានថ្លែងថាតាមនាយករដ្ឋមន្ត្រីថៃអនុទិនបានប្រកាសនឹងប្រើកម្លាំងវាយក11ចំណុចដែលយើងមិនច្បាស់ថាជិត11ចំណុចនេះនៅកន្លែងណាខ្លះដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាគ្រប់ចំណុចដែលខ្មាំងងាយចូលសម្ដេចតេជោមានប្រសាសន៍ថាយើងការពារទឹកដីយើងដោយមានលក្ខដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទឯសត្រូវជិនពៀនត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចចូលលក្ខដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ាន់ដៃដែរស្ថានភាពនេះផ្ដល់ប្រយោជន៍ឲ្យយើងអនុវត្តនៅយុទ្ធវិធីកំទេចកម្លាំងរបស់សត្រូវតាមរយៈការចាត់តាំងទប់ទល់សម្ដេចតេជោបញ្ជាក់ថាសម្រាប់មេទ័ពថៃបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែងសម្ដេចលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៅទៀតសម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ថាយើងពិតជាមិនអាចអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់លោកនេះទេចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សមួយចំនួនដែលការពីកម្ពុជាតបតដើម្បីការពីខ្លួនកាលពីខែកក្កដាពួកគេចោទយើងថាលំមូបសង្គ្រាមពេលយើងអត់ធ្មត់គោរពបទជប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយបកឬកាត់ទឹកដីឲ្យថៃដើម្បីដូរយកសន្តិភាពពេលនេះយើងវាយដើម្បីការពីខ្លួនទៀតហើយតើពួកគេនឹងនិយាយថាម៉េចទៀតកម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តពីបបតដើម្បីការពារទឹកដីរបស់យើង